ស្វាគមន៍មកកាន់ Chandra Academy សួស្តីបងប្អូនថ្ងៃនេះលោកគ្រូលោកយកលំហាត់ក្នុងមេរៀនទី9ណាចម្ងាយរវាង2ចំណុចអញ្ចឹងលោកគ្រូលើកយកលំហាត់ដែលទាក់ទងជាមួយនឹង coordinate ជាមួយកណ្ដាលនៃអង្កត់ណាអញ្ចឹងមើលលំហាត់យើងគេឲ្យ A coordinate ដក3ដក5និង B 7ដក5ចូលគណនា coordinate ជាមួយកណ្ដាលនៃអង្កត់ AB អញ្ចឹងយើងបានរៀនរួចមកហើយ coordinate ជាមួយកណ្ដាលមានរូបមន្តបែបម៉េចកូនអញ្ចឹង coordinate ជាមួយកណ្ដាលមានរូបមន្ត m x a បូក x b លើ2មួយទៀត y a បូក y b លើ2នេះគឺជា coordinate ជាមួយកណ្ដាលនៃអង្កត់ដែលយើងយក m ជាមួយកណ្ដាលនៃអង្កត់ AB ណាអញ្ចឹងយើងគ្រាន់តែចំនួនតម្លៃ x និងតម្លៃ y ចូលទៅអូខេតោះអញ្ចឹងយើងបាន m របស់យើងលោកគ្រូសេយកតែម្ដងណាលោកជិលសេច្រើនអញ្ចឹងយើងបាន m xa គឺដក3បូក xb 7លើ2 ya គឺ5ដក5បូកជាមួយនឹង yb ដក5ចែក2ណាអញ្ចឹងស្មើតទៀតអញ្ចឹងដក3បូក7គឺ4លើ2ដក5បូកដក5គឺដក10លើ2អញ្ចឹង m យើងស្មើនឹង m យើងមាន coordinate 4ចែក2បាន2 10ចែក2បានដក5អញ្ចឹងដូច្នេះអង្គយើងគឺមាន coordinate 2ដក5អញ្ចឹងលំហាត់យើងមានតែប៉ុណ្ណឹងអញ្ចឹងលោកគ្រូមានលំហាត់អនុវត្តមួយចូលគណនា coordinate នៃចំណុចកណ្ដាលនៃអង្កត់ AB រួចដើរចំណុចក្នុងតម្រុយ orthonormal តាមករណីនីមួយៗខាងក្រោមអញ្ចឹងគេឲ្យ A មាន coordinate វាប៉ុណ្ណឹងហើយ B ខប៉ុណ្ណឹងណាអញ្ចឹងកូនសាកបងធ្វើមកអត់អីពិបាកទេណាហើយលំហាត់ទី14អញ្ចឹងដែរនៅក្នុងសភៅលំហាត់ហ្នឹងគឺដូចគ្នាណាកូនអាចធ្វើបានអរគុណច្រើន